សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ group Contra ដំបូងឡើយយើងចូលទៅលើ menu loan បន្ទាប់មកយើងคลิกទៅលើ group Contra ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់ group Contra ហើយយើងអាច search តាមរយៈឈ្មោះរបស់ group យើងអាច search បានតាមរយៈ location ឥឡូវនេះខ្ញុំធ្វើការ search តាមរយៈ location ខ្ញុំដាក់ថានៅទីក្រុងភ្នំពេញបន្ទាប់មកខ្ញុំធ្វើការចុច OK ហើយខ្ញុំធ្វើការចុចទៅលើប៊ូតុង Search បន្ទាប់មកវានឹងបង្ហាញ Visa នៅខាងក្រោមគឺវាមានឈ្មោះពីរក្រុមនៅខាងក្រោម Visa នេះបន្ទាប់មកខ្ញុំធ្វើការចុចប៊ូតុង Print Contra ហើយវានឹងបង្ហាញ Contra ដើម្បីឲ្យយើងធ្វើការ print